ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការតង់ខ្មៅ UV យកទៅក្រាបបាត់ស្រះដាំអាសូឡាចិញ្ចឹមត្រីបង្កងបង្គាបងប្អូនអាចធ្វើការកំងបានប្រភេទខ្មៅ UV នេះគឺប្រើប្រាស់ទៅស្វិតធន់បានល្អណាបងប្អូនសាច់របស់វាកម្រាស់ 2C បងប្អូនចាចឹងបងទាំងអស់គ្នាដែលចង់យកទៅក្រាបបន្លាយទឹកឬក៏ដាំអាសូឡាធ្វើស្រះទឹកអីបងប្អូនអាចធ្វើការកំងបានគ្រប់ខ្នាតតែម្ដងហើយក៏មានបងខ្លះគាត់ថាសាច់លហោកអញ្ចឹងតើជ្រាបទឹកក៏អត់ចានិយាយទៅសាច់តង់នេះវាអត់ជ្រាបទឹកទេបងប្អូនពេលដែលយើងដាក់ចូលទៅក្នុងដីទៅគឺអត់មានបញ្ហាជ្រាបទឹកទេហើយបើយើងយកទៅបាំងឬក៏យកទៅប្រាក់ក៏អត់មានបញ្ហាជ្រាបទឹកដែរសាច់របស់វាគឺដូចជាប្រភេទតង់កូរ៉េធម្មតានឹងអញ្ចឹងឯងចាគាត់តែខុសគុណភាពគ្នាអញ្ចឹងបើសិនជាបងទាំងអស់គ្នាមានតម្រូវការមិនថាជាប្រភេទកូរ៉េធម្មតាឬខ្មៅ UV បងប្អូនអាចធ្វើការតំណែងបានខាងអ្នកលក់មានបោះដំនិងលក់រាយហើយវីដេអូនេះគឺថតនៅថ្ងៃទី29ខែ12ឆ្នាំ2025ដែលខាងខ្ញុំកំពុងតែកាត់ជូនអតិថិជនម្នាក់ទៀតដែលគាត់កំងគឺ4ម៉ែត្រមួយទឹកគុណជាមួយនឹង13ម៉ែត្រហើយនឹង4ម៉ែត្រមួយទឹកគុណជាមួយ8ម៉ែត្រកន្លះចាអញ្ចឹងតង់របស់ខ្ញុំគឺចេញរៀងរាល់ថ្ងៃណាពុកម៉ែបងប្អូនទាំងអស់គ្នាមិនមែនលក់តែមួយថ្ងៃនឹងទេគឺលក់រាល់ថ្ងៃហើយសកម្មភាពនៃការថតរបស់ខ្ញុំគឺសឹងតែរាល់ថ្ងៃដោយសារថ្ងៃខ្លះខ្ញុំរវល់ខ្លាំងពេកអត់បានថតវីដេអូប៉ុន្តែចាប់ពីឆ្នាំថ្មីហ្នឹងទៅគឺអត់ឲ្យរំលងទេថតរាល់ថ្ងៃជូនពុកម៉ែបងប្អូនទស្សនាតែម្ដងហើយសម្រាប់បងទាំងអស់គ្នាចាដែលត្រូវការប្រភេទខ្មៅ UV នេះយកទៅលក់បន្តគឺខាងខ្ញុំមានតម្លៃពិសេសជូនចាបងប្អូនអាចទាំងអស់គ្នាចូលឆាតមកណាអរគុណច្រើនជម្រាបលា